រឿងតាបកឥសីនិងសត្វខ្លាកាលពីព្រេងនាយមានតាបកឥសីមួយអង្គព្រះនាមព្រះសទ្ធៈបានរស់នៅសាងភ្នួសនិងតាំងសាលនៅកណ្ដាលព្រៃហមពានយ៉ាងស្ងប់ស្ងាត់លោកជាអ្នកមានមេត្តាធម៌ខ្ពង់ខ្ពស់ស្រឡាញ់សត្វលោកទាំងអស់មិនថាជាសត្វស្លូតឬសត្វសាហាវឡើយរៀងរាល់ព្រឹកលោកតែងតែនិមន្តដើរប្រមូលផ្លែឈើនិងស្រោចទឹកសពសត្វទាំងឡាយដោយសេចក្តីស្រឡាញ់ថ្ងៃមួយខណៈពេលដែលលោកឥសីកំពុងដើរតាមមាត់អូរលោកបានឮសំឡេងធ្ងរយ៉ាងស្រួចស្រើយចេញពីគុម្ពព្រៃលោកក៏ចូលទៅពិនិត្យមើលក៏ស្រាប់តែឃើញកូនខ្លាតូចមួយក្បាលកំពុងដេកញ័រទៅត្រើតម្ដាយរបស់វាត្រូវបានព្រាមព្រៃបាញ់សម្លាប់បាត់ទៅហើយចំណែកកូនខ្លានេះកំពុងដាច់បាយនិងញ័រខ្លួនជាខ្លាំងដោយក្តីមេត្តាលោកឥសីបានបីត្រកងកូនខ្លានោះមករក្សាក្នុងអាស្រមលោកបានផ្ដល់ទឹកដោះបញ្ចុកផ្លែឈើនិងថែទាំវាយ៉ាងយកចិត្តទុកដាក់ដូចជាកូនបង្កើតលោកថែមទាំងដាក់ឈ្មោះឲ្យវាថាអាមាំការរីកធំធាត់និងការប្រែប្រួលជារៀងរាល់ថ្ងៃពេលវេលាកន្លងផុតទៅច្រើនឆ្នាំអាមាំពីកូនខ្លាតូចគួរឲ្យស្រឡាញ់បានខ្លាចជាខ្លាធំមានរូបរាងមាំមួនក្រចកស្រួចនិងចង្កូមវែងទោះបីជាវារស់ជាមួយលោកឥសីដែលជាអ្នកតាំងសិលក៏ដោយប៉ុន្តែសភាវគតិជាសត្វសាហាវរបស់វានៅតែមានក្នុងខ្លួនជានិច្ចលោកឥសីតែងតែប្រដៅវាថាអាមាំអើយអញត្រូវចេះដឹងគុណនិងមានចិត្តមេត្តាកុំជាយីសត្វឯទៀតព្រោះយើងជាអ្នករស់នៅក្នុងព្រះធម៌ខ្លាមាំគ្រាន់តែក្រាបក្បាលយល់ព្រមប៉ុន្តែក្នុងចិត្តរបស់វាចាប់ផ្ដើមធុញទ្រាន់នឹងការស៊ីផ្លែឈើនិងមើមឈើដែលលោកឥសីឲ្យវានឹកស្រមៃចង់ស៊ីសាច់ស្រស់ៗនិងឈាមដែលជាចំណីពីកំណើតរបស់វានៅថ្ងៃមួយលោកឥសីមានអាការៈមិនស្រួលខ្លួនក៏សម្រាកក្នុងអាស្រមលោកបានហៅខ្លាអាមាំមកជិតរួចពឹងពាក់ថាអាមាំថ្ងៃនេះតាខ្សោយណាស់ឯងជួយទៅរកផ្លែឈើផ្អែមមកឲ្យតាឆាន់បន្តិចមកខ្លាអាមាំដើរចេញទាំងអារម្មណ៍មួម៉ៅវារកផ្លែឈើមិនបានក៏ត្រឡប់មកវិញដោយដៃទទេហើយពោះរបស់វាកាន់តែស្រេកឃ្លានខ្លាំងឡើងនៅពេលវាឃើញព្រះឥសីដេកលក់ក្នុងអាស្រមភ្នែករបស់វាចាប់ផ្ដើមឡើងក្រហមវាសម្លឹងមើលទៅលើស្មារបស់លោកឥសីដែលធ្លាប់ជាកន្លែងវាកោយកាលពីតូចប៉ុន្តែពេលនេះបែរជាវាយល់ថាសាច់ដុំគឺមានឱជារសឆ្ងាញ់ទៅវិញខ្លាអាមាំចាប់ផ្ដើមលូនចូលទៅជិតឥសីបន្តិចម្ដងវាភ្លេចអស់នូវគុណបំណាច់ដែលលោកឥសីបានជួយសង្គ្រោះជីវិតវាភ្លេចអស់នៅទឹកដោះដែលលោកធ្លាប់បញ្ចុកវានៅពេលវារៀបនឹងលេបសង្កត់ទៅលើលោកឥសីស្រាប់តែមានទេវតារក្សាព្រៃបានជួយដាស់លោកឥសីឲ្យភ្ញាក់ឡើងលោកឥសីបើកភ្នែកឡើងឃើញខ្លាដែលលោកចិញ្ចឹមកំពុងហាមាត់សម្លឹងរកខំលោកសោកស្ដាយជាខ្លាំងនិងមានព្រះថេរដីកាថាអោអាមាំអើយឯងពិតជាសត្វដេរឆានដែលមិនស្គាល់គុណគេមែនយើងបានសង្គ្រោះជីវិតឯងប៉ុន្តែឯងបែរជាចង់សម្លាប់យើងដើម្បីតែចំណីទៅវិញដោយអំណាចសិលនិងឌិចរបស់លោកឥសីលោកបានប្រើឈើច្រត់ចង្អុលទៅកាន់ខ្លានោះរួចបណ្ដេញវាចេញពីអាស្រមខ្លាអាមាំដោយក្តីអាប់អោននិងខ្លាចអំណាចបារមីក៏រត់ចូលទៅក្នុងព្រៃជ្រៅបាត់ទៅមនុស្សឬសត្វដែលមិនដឹងគុណអ្នកមានគុណលើខ្លួននឹងមិនទទួលបានសេចក្តីសុខឡើយការជួយមនុស្សអាក្រក់ឬសត្វសាហាវត្រូវតែមានការប្រុងប្រយ័ត្នព្រោះជួនកាលយើងមិនអាចផ្លាស់ប្ដូរចរិតពីកំណើតរបស់គេបានឡើយលោកឥសីមានមេត្តាប៉ុន្តែលោកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលនៅជុំវិញខ្លួនឯងដែរ